នាយករដ្ឋមន្ត្រីអនុទិនចានវិរៈគុណខ្ញុំយល់ឃើញថាការបកស្រាយរបស់លោកហ៊ុនសែនជាការឥតប្រយោជន៍ពីព្រោះអ្វីពីព្រោះបើយើងដឹងថាថៃដើរចូលក្នុងរណ្ដៅយើងមិនចាំបាច់ប្រាប់ថាមានរណ្ដៅទេតែយើងត្រូវត្រៀមលក្ខណៈខ្ទប់មាត់រណ្ដៅកុំឲ្យថៃងើបមករួចដើម្បីឈ្លានពានទឹកដីយើងនេះគឺជាគំនិតល្អជាជាងទៅបើកកកាយហែកពោះខ្លួនឯងឲ្យគេឃើញពោះវៀនបើសិនណាជាលោកហ៊ុនសែនបកស្រាយលិខិតចំហរបស់លិខិតចំហរបស់លោកសុរឆាតបាមុងសុកគឺអត់មានជួយឲ្យលោកហ៊ុនសែនការពារទឹកដីព្រំដែនកម្ពុជាបានទេគឺអត់ទាន់ដំណើរការអ្វីទាល់តែសោះបែរទៅជានិយាយប្រាប់គេពីអ្វីដែលជនជាតិគេយកចិត្តទុកដាក់ខ្លួនឯងណានៅពេលដែលជនជាតិគេយកចិត្តទុកដាក់ពីខ្លួនគេយើងបែរជាខំប្រឹងផ្សាយឲ្យគេថែមទៀតខ្ញុំចាត់ទុកថាគ្មានជួយខ្មែរទេមិនត្រឹមតែប៉ុណ្្នឹងទេយើងអត់ត្រៀមលក្ខណៈឧទាហរណ៍ថាខ្ញុំឃើញបុរសម្នាក់ដែលគាត់គំរាមកំហែងខ្ញុំឲ្យគាត់ស្លៀកខោរហែកគូតខ្ញុំមិនត្រូវណាខ្ញុំមិនត្រូវខ្វាយខ្វល់ខ្ញុំមិនត្រូវខ្វាយខ្វល់គាត់រហែកគូតទេបើសិនជាមនុស្សម្នាក់ខូខើដាក់ខ្ញុំឬធ្វើបាបខ្ញុំហើយគាត់ផ្លេចលាកខោខ្ញុំមិននិយាយប្រាប់គេថាគាត់ផ្លេចលាកខោទេខ្ញុំទុកឲ្យគាត់ស្រាតពីព្រោះអ្វីពីព្រោះវាមិនមែនខ្ញុំនឹងទៅជួយគាត់រឿងអីទេលោកហ៊ុនសែនក៏គិតថាការយកសម្ដីរបស់សុរឆាតបាមុងសុកនេះយកមកនិយាយហ្នឹងវាធ្វើឲ្យអនុទិនចានវិរៈគុណខ្មាស់គេអនុទិនចានវិរៈគុណគ្រាន់តែជាអាយ៉ងរបស់កងទ័ពថៃដែលនៅពីក្រោយខ្នងដូច្នេះហើយណាបើសិនណាជាវាធ្វើដំណើរទៅធ្លាក់រណ្ដៅតើលោកហ៊ុនសែនទៅជួយប្រាប់វាមុនឬយ៉ាងណាអញ្ចឹងអ្វីដែលលោកហ៊ុនសែនបកស្រាយលិខិតចំហដែលលោកសុរាឆាតបំរុងសុខបានសរសេរតាំងពីមួយសិលមិញនេះវាអត់មានជួយឲ្យបានប្រយោជន៍អ្វីទេជាតិថៃជួនកាលគេនិយាយអញ្ចឹងដើម្បីជាតិគេយើងទៅខ្វល់ខ្វាយអ្វីយើងខ្វល់ខ្វាយថាតើផែនទី200ផែនទីຂະຫນາດ1លើ200,000ខ្មែរដឹងខ្មែរស្គាល់ខ្មែរចេះខ្មែរឃើញឬទេព្រំដែនខ្មែរដឹងច្បាស់ពីច្បាប់អន្តរជាតិបែបណាទាំងទឹកទាំងគោកខ្មែរត្រូវយល់អំពីព្រំដែនរបស់ខ្លួនឬទេនោះគឺជាចំណុចសំខាន់ដែលត្រូវតែបង្រៀនកូនខ្មែរឲ្យស្គាល់បើលោកហ៊ុនសែនសពថ្ងៃនេះពីលោកហ៊ុនសែនទៅលោកហ៊ុនម៉ាណែតអត់ច្បាស់ទេលោកហ៊ុនសែនដឹងរឿងព្រំដែនមួយចំនួនចំណែកលោកហ៊ុនម៉ាណែតអត់ដឹងរឿងព្រំដែនទេលេខាធិការដ្ឋានកិច្ចការព្រំដែនមនុស្សអត់យល់ដឹងច្រើនណាស់បើពួកអស់ហ្នឹងអបមាទេគេអូសទាញបានមនុស្សមកក្តាប់យើងឃើញហើយសំបីតែជំទាវទទួលខុសត្រូវកិច្ចការព្រំដែនក៏ជឿចោលដែរចោលឆែបមកក្តិះវត្តសុទ្ធនោះនាំទាំងម៉ែទាំងឪទៅជឿចោលចោលមានន័យថាម៉េចចោលសាសនាគឺមនុស្សដែលបួសបំផ្លាញសាសនាគេហៅចោលសាសនាអញ្ចឹងសូម្បីតែជំទាវទទួលខុសត្រូវកិច្ចការព្រំដែនក៏ជឿចោលដែរចុះបើសិនរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនហ្នឹងចោលអូសបានគេអូសទាញបានណាគេលួងលោមបានធ្វើអីកើតហើយលោកហ៊ុនសែនបានតែងតាំងលោកហ៊ុនម៉ាណែតឲ្យធ្វើជានាយករដ្ឋមន្ត្រីហើយតែលោកហ៊ុនម៉ាណែតមិនសូវយល់កិច្ចការព្រំដែនទេទាល់តែលោកហ៊ុនសែនជួយផ្ដល់ព័ត៌មានឲ្យបានច្រើនជាទីបំផុតជាជាងចំណាយពេល
ណាជាជាងចំណាយពេលទៅប្រាប់ថៃនៅពេលដែលថៃគេកំពុងតែដើរចូលរណ្ដៅរឿងអីយើងណារឿងអីយើងទៅខ្វល់ខ្វាយនឹងគេខ្ញុំអត់ខ្វល់ខ្វាយផ្ទះគេទេខ្ញុំខ្វល់ខ្វាយផ្ទះខ្ញុំដីខ្ញុំរបងរបស់ខ្ញុំសុខទុក្ខគ្រួសារខ្ញុំថែរក្សាផ្ទះសម្បែងគោក្របីខ្ញុំនេះគឺជាទស្សនៈដែលគប្បីនឹងធ្វើណា The Hawken ឆ្នាំ75លោកតានិយាយថាមិនមែនសង្គ្រាមស៊ីវិលនៅវីដេអូមុនចុះហេតុអ្វី AI នៅតែថាសង្គ្រាមស៊ីវិលចៅសួរថាតើ AI នឹងស្គាល់ពីឪពុកចៅទេចៅសួរមើលសួរថា AI do you know my dad AI អត់ស្គាល់ឪពុកចៅទេអូខេហើយចៅសួរទៅទៀតសួរថា AI ដឹងពងតខ្ញុំប្រវែងណាទេ AI ឆ្លើយអត់រួចទេអញ្ចឹងចៅឯងយក AI ធ្វើជាមេដឹកនាំឬចៅឯងធ្វើមេដឹកនាំខ្លួនឯងដោយម្ចាស់ការតាជាខ្មែររស់ឆ្លងព្រឹត្តិការណ៍នោះនិយាយប្រាប់ចៅវាមិនច្បាស់ជាង AI ឬក៏ AI វាច្បាស់ជាងបើ AI ច្បាស់ជាងវាបង្កើតក្បាលចៅមកហើយ AI គ្រាន់តែជាជំនួយឃើញទេចៅឯងភ្លើទៅសួរ AI មិនវាដឹង AI វាអត់ដឹងទេហើយបច្ចុប្បន្ននេះនៅពេលដែល AI កំពុងតែរីកចម្រើនណាឯកសារដែលនៅក្នុងសៀវភៅបរមបុរាណសៀវភៅដែលមានអាយុ50ឆ្នាំ100ឆ្នាំ200ឆ្នាំ300ឆ្នាំ400ឆ្នាំ500ឆ្នាំសៀវភៅច្រើនណាស់ដែល AI មិនយកមកប្រាប់ចៅទេឧទាហរណ៍ចៅសិក្សាស្រាវជ្រាវរកឈ្មោះគណៈកម្មាធិការនៃសង្គមរាស្ត្រនិយមពីឆ្នាំ55ដល់65ពី65ដល់70ក្នុងរយៈកាល15ឆ្នាំបើចៅឯងសួរ AI ឲ្យរាយឈ្មោះគណៈកម្មាធិការកណ្ដាលនិងគណៈកម្មការខេត្តសង្គមរាស្ត្រនិយមចៅរកអត់បានទេ AI អត់ប្រាប់ចៅទេ$20មួយខែបើចៅបង់200ទៅ$500មួយខែ AI អាចប្រាប់ចៅបានខ្លះដើម្បីចៅដឹងច្រើនជាងហ្នឹង AI ត្រូវការឲ្យចៅសញ្ញេកុងត្រាជាមួយ AI $1 លានមួយឆ្នាំ AI រកឃើញឯកសារអស់ហ្នឹងតែ AI បញ្ចេញឲ្យចៅត្រឹមតែតម្លៃ subscription របស់ចៅទេបើចៅភ្លើជឿតាម AI អាហ្នឹងមានន័យថាចៅមិនមែនជាមនុស្សឆ្លាតវៃរៀនសូត្រទេពីព្រោះចៅស្អីបន្តិចចៅទៅសួរបើចៅមានក្តៅខ្លួនឬក៏ចៅមានលទ្ធផលពិនិត្យឈាមទៅសួរ AI $20វាបញ្យល់ចៅបានតែបើសិនជាចៅកើតមហារីកហើយឲ្យវាជួយព្យាបាលចៅវាអត់ព្យាបាលចៅទេបើចៅខូចកលៀនក៏វាអត់ព្យាបាលចៅដែរវាប្រាប់ឲ្យចៅទៅពេទ្យអញ្ចឹងឈប់ល្ងងទៅណាទៅសួរឯណា AI ឈួតរឿងសង្គ្រាមស៊ីវិលតាបានបញ្យល់ហើយដែលហៅថាសង្គ្រាមស៊ីវិលអញ្ចេះឥឡូវស្ដាប់ម្ដងទៀតកុំឲ្យល្ងងកន្លែងខ្លះយើងត្រូវសួរ AI តែកន្លែងខ្លះយើងអត់ភ្លើទៅសួរ AI ទេឧទាហរណ៍សួរ AI ថាម៉េចបានម៉ែខ្ញុំឈ្មោះកាងម៉េចក៏ឪខ្ញុំឈ្មោះគង់វាអត់ប្រាប់កើតទេនឹងត្រូវដឹងដូចរៀបរាប់ហើយឥឡូវឈប់ល្ងងចាំតាប្រាប់ពីរឿងចេះបើចង់ចេះដូចមិនដាច់ហៅថាសង្គ្រាមឈ្លានពានសង្គ្រាមឈ្លានពានគឺបរទេសមួយលើកទ័ពមកវាយប្រទេសយើងដែលរណសេឬរដ្ឋាភិបាលដែលមានខ្មែរនោះវាមិនមែនកើតខ្លួនឯងទេគឺបង្កើតនៅលើទឹកដីបរទេសដូចជាសម័យឆ្នាំ70សម្ដេចនរោត្តមសីហនុបង្កើតរាជរដ្ឋាភិបាលរួបរวมជាតិនៅប៉េកាំងសីហនុអត់បានមកច្បាំងទេអ្នកដែលច្បាំងជាមួយយួនដំបូងពីឆ្នាំ70 71 72 73 3ឆ្នាំដំបូងទ័ពធំដែលច្បាំងនៅលើទឹកដីកម្ពុជាគឺទ័ពវៀតកុងវៀតណាមខាងជើងអត់មានទ័ពខ្មែរច្បាំងទេ
នឹង3ឆ្នាំដំបូងរីឯអង្គការខ្មែរក្រហមគឺជាចៃរបស់យួនកុម្មុយនីសដែលយួនកុម្មុយនីសចិញ្ចឹមបីបាច់រក្សាហើយខ្មែរក្រហមនេះវាគ្រាន់តែចូលទៅជាសមាជិកអរណសេរនិងរាជរដ្ឋាភិបាលតែវាមិនអាចច្បាំងបានទេអញ្ចឹងវាជាអាយ៉ងរបស់យួនទាំងនរោត្តមសីហនុក៏ជាអាយ៉ងរបស់យួនគ្រាន់តែសីហនុអង្គុយនៅប៉េកាំងសង្គ្រាម3ឆ្នាំដំបូងគឺជាសង្គ្រាមឈ្លានពានដល់មកឆ្នាំ1973ទើបតបខ្មែរក្រហមវាចាញ់មកច្បាំង2ឆ្នាំវាចូលកាន់អំណាចដែលយួនដកមិនទាន់អស់ពីស្រុកខ្មែរទេអាហ្នឹងគេហៅថាសង្គ្រាមឈ្លានពានកលេខ79យួនលើកតប180,000នាក់វាយកម្ពុជារីឯរណសេរ2ធ្នូគ្រាន់តែជាកញ្ចប់មួយដែលយួនរៀបចំមិនមែនហ៊ុនសែនឬក៏ហេងសំរិនឬក៏ជាសឹមនឹងជាបញ្ជាការកងពលធំវាយប៉ុលពតទេរណសេរសាមគ្គីសង្គ្រោះជាតិមិនបានគ្មានតបលើកមកវាយប៉ុលពតទេរូបថតដែលគេផ្សាយនៅភ្នំពេញកាន់ទងរត់នៅមុខវាំងអីហ្នឹងគឺជារូបភាពដែលគេថតផ្សាយឃោសនាតែតបដែលវាយយកកម្ពុជានៅឆ្នាំ78 79រហូត80 81រហូតដល់89តបធំទាំងអស់គឺតបយួនអាហ្នឹងគេហៅសង្គ្រាមឈ្លានពានដល់ក្រោយ89ក៏គេបញ្ចេញតបហេងសំរិនហ៊ុនសែនជាសឹមមកច្រើនជាងមុនក៏គេក្រឡៃថាជាសង្គ្រាមស៊ីវិលអញ្ចឹងតាបញ្យល់ឲ្យឈប់ភ្លើឲ្យស្គាល់ច្បាស់នឹងភ្នែកថាដូចម្ដេចហៅថាសង្គ្រាមស៊ីវិលដូចម្ដេចហៅថាសង្គ្រាមឈ្លានពានដាប់ឲ្យច្បាស់ឧទាហរណ៍នៅយូក្រែនឆ្នាំ22ឧបមាថារុស្ស៊ីគេមានទ័ពក្រៃមៀដែលជាយូក្រែនៀនដូចគ្នាក៏នៅតែជាសង្គ្រាមឈ្លានពានពីព្រោះរុស្ស៊ីវាអ្នកវាយយូក្រែនមិនមែនក្រៃមៀទេនឹងសូមឲ្យយល់ឲ្យច្បាស់កាលណាយល់ច្បាស់អត់ឈួតជាមួយ AI ហើយ AI ក៏វាអត់មកឈួតជាមួយដែរនឹងយល់ឲ្យច្បាស់មនុស្សបង្កើត AI មិនមែន AI បង្កើតមនុស្សទេចៅឈប់ឈួតបើនៅតែឈួតសួយធំហើយណា AI គឺជាជំនួយក្នុងមួយថ្ងៃខ្ញុំធ្វើការជាមួយ AI រៀងរាល់ថ្ងៃមិនមែន AI ចេះតែនិយាយប្រាប់ខ្ញុំត្រូវទេខ្ញុំដឹងថា AI ខុសខ្ញុំក៏ជួនកាលទៅដឹងថា AI វាអត់ប្រាប់ខ្ញុំទេឧទាហរណ៍ថាយើងបង់$20 AI មិនទាញយកព័ត៌មានលើសពីតម្លៃ subscription $20ទេដល់ខ្ញុំបង់200ទៅ500ក៏គេឲ្យសេវាកម្មត្រឹមតម្លៃ subscription បើខ្ញុំក៏ចុះកុងត្រា1លានវាបានប៉ុណ្ណឹងតម្លៃកុងត្រា AI សប្តាហ៍ថ្ងៃមានរហូតដល់100,000,000,000 $100 billionមានន័យថារដ្ឋាភិបាលសហរដ្ឋអាមេរិកចំណាយ100,000,000,000លានដើម្បីប្រើ AI 100,000,000,000លាន1លាន$110,000,000 AI បម្រើសេវាកម្មតាមទឹកលុយ subscription កុំល្ងើមិនមែនចង់បើកដោះម៉ែទៅសួរ AI ថាម៉ែខ្ញុំដោះពណ៌អីទេណាចៅណាឲ្យច្បាស់នៅពេលដែលតាលែងរស់នៅលើដែនដីនេះចៅឯងអត់ត្រូវគេបោកទេហើយកុំតូចចិត្តនៅពេលដែលចៅដែលតាប្រាប់ថានៅភ្លើនៅឡើយភ្លើណាតាក៏ភ្លើដែរតែតាឥឡូវចេះអញ្ចឹងប្រាប់ចំថាភ្លើទេមកយក AI មកសួរតសពអីម៉េចមានតែមនុស្សភ្លើទៅ AI ចៅឯងមាន subscribe AI ទេឬចៅឯងទៅប្រើ AI free AI ដែលអត់គិតលុយ AI គិតលុយអត់គិតលុយគេឲ្យតែដុំអាចទេគេមានឲ្យกระดาษកាត់ឯណាអាហ្នឹងអញ្ចឹងអូខេស្ដាប់ឲ្យច្បាស់តាមបញ្យលហើយកុំខឹងត្រូវយល់ឲ្យច្បាស់ណាវិទ្យារុស្ស៊ីបានប្រគល់យន្តហោះស៊ូ 25S ឲ្យកម្ពុជាបើចៅឯងនៅស្រុកខ្មែរអត់ដឹងព័ត៌មានហ្នឹងគឺភូតទេបើចៅឯងនៅស្រុកខ្មែរហើយអត់ដឹងហើយចៅឯងត្រូវមានហេតុផលហេងមានវិទ្យាទៅខ្ចីលុយចិនចាយជំពាក់លុយចិនលិតពងចិន
តើមេដឹកនាំខ្មែរទៅទិញយន្តហោះរុស្ស៊ីមកចិនសบายចិត្តទេឆ្លើយខ្លួនឯងទៅអញ្ចឹងព័ត៌មានភូតកុហកហ្នឹងវាដែលមានអីណាមនុស្សលិតពងចិនខ្ចីលុយចិនចាយទៅទិញយន្តហោះរុស្ស៊ីនោះដែលមានទេវាដែលមានធ្វើអញ្ចឹងដែរបើតាឲ្យបាយចៅឯងហូបដល់ចៅឯងមានលុយចៅឯងទៅទិញនំគេអត់ទិញនំផ្ទះតាថ្ងៃក្រោយតាឈប់ឲ្យបាយស៊ីហើយរៀនឆ្លាតឡើងមុននឹងមកសួរដើម្បីឲ្យយើងចេះទាំងអស់គ្នាណាកូនណាអានឹងអញ្ចឹងកុំឲ្យចេះតែយកស្អីមកសួរយកស្អីមកសួរគេបោកគ្រប់គ្នាអានឹងយើងក៏ត្រូវតែយល់ដឹងបើផ្ទុះជុំទី3រឿងបើកុំគិតណាកូនណារឿងបើកុំគិតចាំឲ្យផ្ទុះសិនទៅលោកតាចៅអត់ចូលធ្វើទាហានទេប៉ុន្តែបើយើងនិយាយប្រាប់គេចាំបាច់មកនិយាយប្រាប់តាទៅអីតាអត់ចង់ដឹងទេធ្វើអីធ្វើទៅណាចៅណាសុខសប្បាយជំរាបសួរខេត្តរតនគិរីបច្ចុប្បន្នអ្នកយកវីដេអូលោកតាទៅបង្កើតជាគណនីเพจច្រើនធ្វើឲ្យពិបាកតាមដានអាហ្នឹងមកអំពីចៅឯងវាចេះតែឆោតទៅតាមគេហើយចៅឯងមកប្រាប់តាទៅអីបើចៅឯងឆោតនេះផ្ទះតានេះកន្លែងតាធ្វើចៅឯងមិនមកមើលចៅឯងទៅតាមមើលគេហើយចៅឯងមកប្រាប់តាធម្មតាបើសិនជាតាបើកមុខរបរវិញណាអូខេតាឈប់លក់ឲ្យចៅឯងហើយមិនត្រឹមតែប៉ុណ្្នឹងទេនៅពេលដែលចៅឯងទិញរបស់ចៅតាប្តឹងទៀតឈប់និយាយប្រាប់តាអាហ្នឹងគឺជាសេចក្តីឆោតល្ងងរបស់ចៅឯងចៅឯងមកប្រាប់តាធ្វើអីលោកតាហេតុអ្វីណាជាមនុស្សឆ្លងកាត់សម័យនោះផ្ទាល់មិនព្រមជឿទៅជឿ AI ដែលទៅកើតម្សិលមិញវាមិនមែនរឿងគេកើតម្សិលមិញទេត្រូវដឹងថា AI មនុស្សបង្កើតហើយ AI នេះយើងទទួលព័ត៌មានតាមទឹកលុយ Good morning សូរិចនៅពេលដែលគេចោទសួរតាតើនៅពេលដែលផុតពីហ៊ុនសែនម៉ាណែតកម្ពុជាទៅជាយ៉ាងណាតែតាមិនឆ្លើយតើតាចង់ទុកឲ្យកាន់កម្ពុជាមានវាសនាតាមយថាកម្មខ្មែរមែនឬទេបើចៅគិតអញ្ចឹងក៏តាអត់ថាអីតាមិនបាច់បញ្យល់ទេអត់បាច់បញ្យល់ទេលោកតាជួយរៀបរាប់ពីបុគ្គលឈ្មោះទូសមុទ្របានទេអត់ចាំបាច់ទេទូសមុទ្រគឺជាចៃរបស់កុម្មុយនីសយួនដែលវាលើកឲ្យធ្វើជាលេខាបកពលករកម្ពុជាមុនប៉ុលពតរាយការណ៍ឲ្យខាងសម្ដេចចាប់យកទៅសម្លាប់ប៉ុណ្ណឹងរឿងរបស់ទូសមុទ្រតើលោកតាអាចបកស្រាយអំពីប្រវត្តិខ្មែរអិសរៈឡាវវៀតបានទេ GGFG ប្រវត្តិខ្មែរអិសរៈនិយាយច្រើនដងមកហើយចាំតានិយាយប្រាប់ថែមទៀតខ្មែរយើងតាំងពីដើមមកដល់ឆ្នាំ1939ជនជាតិខ្មែរមិនស្គាល់និងមិនចេះធ្វើនយោបាយទេតាំងពីដើមរៀងមកដល់ឆ្នាំ1939ជនជាតិខ្មែរមិនចេះនិងមិនស្គាល់នយោបាយទេចាប់ផ្ដើមទទួលស្គាល់នយោបាយបន្តិចនៅឆ្នាំ36តែចាប់ផ្ដើមធ្វើនយោបាយខាងផ្នែកពួកកុម្មុយនីសគឺចាប់ផ្ដើមឆ្នាំ1939ក្នុងខែវិច្ឆិកាដែលយួនបានជួយពីក្រោយខ្នងរៀបចំឲ្យកើតបកខ្មែរអិសរៈដែលដឹកនាំដោយមនុស្សម្នាក់ឈ្មោះប៉ុកគុណនៅឯខេត្តបាត់ដំបងក្រោយពីបង្កើតបកខ្មែរអិសរៈឆ្នាំ
ខែវិច្ឆិកាឆ្នាំ1939ដល់ឆ្នាំ1930ដល់ឆ្នាំ1941ក្រោយខែឧសភាយួនក៏រៀបចំរណសេរីជាតិដើម្បីសេរីការនគរខ្មែរហៅថាគណៈមុត្តគេហាមជ្ឈិមនគរខ្មែរកើតក្រោយខែឧសភាឆ្នាំ41ដល់ឆ្នាំ45យួនក៏រៀបចំឲ្យខ្មែរដែលលាយនឹងពួកចៅមួយចំនួនបង្កើតនិគមខ្មែរអិសរៈពីឆ្នាំ1945ដល់ឆ្នាំ51យួនក៏បង្កើតបកពលករកម្ពុជាពី51មកដល់55យួនរំសាយបកនឹងមួយរយៈនៅពេលនោះក៏វាកើតពួកប៉ុលពតឡើងនៅឯភ្នំពេញរឿងខ្មែរអិសរៈគឺជាក្រុមចៅដែលបង្កើតឡើងដោយយួនកុម្មុយនីសនេះរឿង